លើលោកការសពសត្វកើតមកច្រើនក្រៃគួរឲ្យអភ័យដល់សពសត្វឲ្យរស់នៅជាមួយយើងទាំងអស់គ្នាដែលស្ថិតនៅក្នុងជំរៅរក្សាទៅនៃព្រះធម៌ព្រះសម្មាសេចក្តីល្អរបស់យើងទាំងអស់គ្នាគឺជាសេចក្តីសុខរបស់សត្វលោកទាំងអស់សត្វណាក៏ដោយសត្វតូចសត្វធំតែងតែប្រាថ្នានៅជីវិតចឹងហើយយើងគួរតែឲ្យនៅជីវិតរបស់ពួកគេឲ្យបានរស់រានមានជីវិតដូចជាថាការដែលយើងរក្សានៅការមិនសម្លាប់សត្វគឺជាការរក្សានៅអាយុជីវិតរបស់អ្នកដទៃក៏ឈ្មោះថាជាការរក្សានៅការចម្រើនដល់អាយុរបស់ខ្លួនឯងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងថាមនុស្សយើងអាចចម្រើនដោយអាយុរហូតដល់1 កោដឆ្នាំបងប្អូនសន្សំនៅសេចក្តីល្អការឲ្យអភ័យការវានៅបាណាតិបាតគឺជាការសន្សំនៅអាយុវែងការរស់នៅមិនមានរោគគឺជាលាភដ៏ឧត្តមគឺជាទ្រព្យដ៏ប្រសើរក្រៃលែងដូច្នេះហើយការដែលយើងសន្សំនៅសេចក្តីល្អគ្រប់យ៉ាងគឺជាសេចក្តីសុខក្នុងពេលបច្ចុប្បន្ននិងបរលោកជាតិជាមនុស្សគឺជាជាតិដ៏ឧត្តមយើងកើតមកជាមនុស្សប្រសិនបើយើងមានអាយុវែងផងយើងមានកម្លាំងនិងសុខភាពល្អផងព្រមទាំងមានបញ្ញាផងនោះក៏ជាសេចក្តីសុខដ៏ឧត្តមរោកំណើតដតីប្រៀបស្មើបំបានការចម្រើនទៅនៃអាយុរបស់សត្វលោកព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងនៅក្នុងការវិវត្តនៃវដ្តរបស់សត្វលោកដូច្នេះហើយគឺការចម្រើននៃអាយុរបស់សត្វលោកអាស្រ័យទៅដោយការសន្សំបំពេញបុណ្យរបស់សត្វលោកគ្រប់គ្នាយើងឲ្យនៅសេចក្តីមេត្តាយើងឲ្យនៅសេចក្តីអាណិតយើងឲ្យនៅសេចក្តីស្រឡាញ់គ្រប់យ៉ាងដូច្នេះហើយវាជាប្រយោជន៍នៃសេចក្តីសុខដែលកើតចេញអំពីសន្តានចិត្តរបស់យើងគ្រប់គ្នាគ្មានសេចក្តីប្រាថ្នារបស់សត្វលោកណាក្រៅពីការមិនបៀតបៀនចំពោះគ្នានឹងគ្នានោះទេពីព្រោះថាការមិនបៀតបៀនចំពោះគ្នានឹងគ្នាគឺជាសេចក្តីសុខក៏ប៉ុន្តែហេតុអីបានសត្វលោកនៅតែបៀតបៀនគ្នាពីព្រោះចិត្តដែលប្រាថ្នានៃជីវិតរបស់សត្វលោកនឹងឯងកាលណាដែលយើងវាការប្រាថ្នាជីវិតឈ្មោះថាយើងរក្សានៅភពគឺជាការរស់នៅមិនសម្លាប់គ្នាសូមអនុមោទនា